ប៉ណ្ណឹងចាខ្ញុំកេងហើយថ្ងៃស្អែកខ្ញុំត្រូវចូលវេនពីព្រឹកចាពីថ្ងៃមុនណាស្ទុះស្ទាសឹងស្លាប់ព្រោះពេទ្យក្បត់ចិត្តតែមកថ្ងៃនេះបែរជាបណ្ដោយឲ្យពេទ្យទៅរកនឹងកេតហ្នឹងឯងអញអត់មានអារម្មណ៍អីសោះហេនេះបើខ្ញុំមិនស្គាល់អញពីមុនទេណាខ្ញុំច្បាស់ជាយល់ថាឯងមានអ្នកផ្សេងមកជំនួសកន្លែងពេទ្យហើយមកធ្វើអីបងទេរមិតរបស់ខ្ញុំ ហើយថាទេរកអាចិនត្រូវជាងតែដឹង លើអាចិនប្រាប់ខ្ញុំថាបងប្រាប់ថាខ្ញុំជាប់រវល់ហើយក៏បិទទូរស័ព្ទទៅ មែនហើយព្រោះខ្ញុំដឹងថាលោកកំពុងតែរវល់នៅជាមួយគេខ្ញុំមិនចង់រំខានពេល ថាពិតទៅគឺខ្ញុំមិនដែលឃើញបងចាប់អារម្មណ៍នឹងខ្ញុំនោះទេតែពេលនេះគឺខ្ញុំគិតថាបងកំពុងតែប្រចាំនឹងខ្ញុំ ឈួតទេខ្លួនក្មេងសោះចង់ទៅណាក៏ទៅហើយកុំខំរកខ្ញុំទៀតលោកឃើញហើយថាពេលនេះខ្ញុំកំពុងតែនៅផ្ទះអ្នកណា ខ្ញុំដឹងថាបងនៅផ្ទះអ្នកណានៅជាមួយនឹងអ្នកណាតែខ្ញុំអត់ឃើញឡានប្តីរបស់បងគាត់មិននៅផ្ទះទេ ពេទ្យមានអ្នកជំងឺបន្ទាន់គ្មានអីទេលោកទៅវិញចាស់ បងប្រាប់ខ្ញុំថាគ្មានអីសម្រាប់ខ្ញុំប្រែថាមានគាត់ទៅរកត្រីផ្សេងមែនទេ ប្រាប់ហើយតើថាមានការបាទលោកតំណែងណាស់លោកទេរកពុកម្ដាយលោកខ្លះក៏បានជីវិតគ្មានអ្វីពិតប្រាកដអ្វីក៏អាចកាត់ឡើងទៅវិញទៅ ខ្ញុំថាបងប្រកាសជាមានអីឥឡូវចេះទៅបើបងចង់ឲ្យខ្ញុំទៅបងចុះមករកខ្ញុំសិនមកដើម្បីឲ្យខ្ញុំឃើញថាបងអូខេខ្ញុំនឹងទៅ ឈួតទេខ្ញុំមិនចោះទៅទេមិនបានជាក្មេងរឹងបែបនេះ ព្រោះតែចាស់មករឹងដែរហ្នឹងណាបានជាក្មេងវាចេះព្រោះតែបារម្ភ ខ្ញុំព្រមទទួលថាពេលដំបូងខ្ញុំធ្វើអ្វីមិនត្រូវតែពេលនេះខ្ញុំរឹងមាំហើយខ្ញុំងើបដើរខ្លួនឯងបានហើយលោកមិនបាច់បារម្ភខ្ញុំទេទៅវិញចាស់ បើបងមិនចង់មករកខ្ញុំទេខ្ញុំឈរចាំបងនៅទីនេះ
បើបងមិនចង់មករកខ្ញុំទេខ្ញុំឈរចាំបងនៅទីនេះគុណព្រះជាម្ចាស់កូនចៅសុំមិនចំណាយថ្លៃលេងលះ20លានបានទេសាធុនាងរិសាយើងបានសុំព្រះរបស់យើងហើយឯងកុំសង្ឃឹមថាបានពីយើងមកបាទអូយសុំប្រទានទោសលោកឃើញស្រាប់ហើយថាខ្ញុំមិនអីទេតែវិញបានហើយចូលមកធ្វើអីខ្ញុំសួរថាចូលមកធ្វើអីអូយលោកយ៉ាងម៉េចហ្នឹងខ្ញុំគ្រាន់តែមើលបងឲ្យគៀថាបងមិនអន់ហើយនាងយាមមកអង្គុយយាមស្អីងុយទៅដេកទៅចាត្រឡប់ទៅវិញទេអូយលោកស្រីមិនដឹងប្រុសណាទេមកឈរនៅមាត់របងផ្ទះយើងនេះលោកស្រីឯណានោះអូខេខ្ញុំទៅវិញក៏បានតែការពិតទៅបងគួរតែចំណាយលុយឲ្យខ្ញុំបងប្រាក់ថ្លៃអីគេនេះកុំប្រាប់ថាថ្លៃសាំងម៉ូតូមិនឲ្យទេណាព្រោះខ្ញុំមិនសមឲ្យលោកមកខ្ញុំមិនសំដៅលើថ្លៃសាំងទេបងត្រូវតែបងឲ្យខ្ញុំព្រោះថាបងចង់ជួបនឹងខ្ញុំមើលថែអ្នកផ្សេងអត់បានទេលោកស្រីខ្ញុំថាតែប្តឹងប៉ូលីសសិនទៅចូលមកផ្ទះគេយប់អត្រាតបែបនេះខ្ញុំថាប្រហែលជាចោលហើយមើលទៅយើងច្បាស់ជាប្តឹងតែត្រូវឲ្យច្បាស់សិនថាមិនមែនអ្នកនៅភូមិនេះបើប្តឹងទៅមិនមែនជាចោលនោះយើងមិនខ្មាស់គេទេហីអូយេនាងនេះចាអូយចាំខ្ញុំផងលោកស្រីលោកទៅវិញទេហើយធ្វើតាមខ្ញុំប្រាប់បើតំណែងខ្លាំងតែរកប៉ាម៉ាក់ខ្លះនិយាយជាមួយគាត់តាំងមានពេលនិយាយមុននឹងវាជាតិពេលថ្ងៃនេះបងមិនអីខ្ញុំសប្បាយចិត្តតែបើថ្ងៃណាបងទៅមរួចពិតមែនបងគិតទៅដល់ខ្ញុំគ្រប់ពេលមកអត់គិតតទៅសោះ
ដែលយកជីវិតខ្លួនឯងមកដូរជាមួយនឹងបរិបទដែលអាត្មានិយមនេះ ហេតុអីបានបងដឹងថាគេអាត្មានិយមបងធ្លាប់ឃើញអ្វីដែលគេធ្វើឲ្យម៉ាក់ទេ បើសិនជាម៉ាក់ធ្វើគ្រប់យ៉ាងដើម្បីបានប្តីរបស់គេ បងព្រួលប្រាលេសមកស្នេហ៍បានត្រានហើយ លោកត្រឡប់ទៅវិញទៅហើយដូចខ្ញុំប្រាប់អញ្ចឹងបាទតំណែងណាខលរកឪពុកម្ដាយខ្លះផងនិយាយជាមួយគាត់តន់នៅអាចនិយាយបានមុននឹងអ្វីហួសពេល ម៉ាក់មកធ្វើអី ចុះឯងចេញមកធ្វើអីនៅខាងក្រៅ លោកស្រីប្រុសម្នាក់នោះបាំងម៉ូតូចេញទៅហើយនោះ ម៉ាក់ចេញមកមើលមនុស្សប្រុសដែលឈរនៅមុខផ្ទះយើងដែរ ហើយចនអ្នកនាងរីសាក៏ចេញមកមើលដែរ មែនហើយខ្ញុំឃើញប្រុសនោះឈរនៅមុខរបងផ្ទះយើងតាំងពីខ្ញុំត្រឡប់មកវិញពេលខ្ញុំគេងក៏នៅឃើញគេឈរទៀតក៏សម្រេចចិត្តចុះមកសួរ ហើយចុះប្រុសនោះគេថាម៉េចទៅ មិនតាន់បានសួរអីផងគេក៏បើកម៉ូតូចេញទៅ អូយបើកម៉ូតូកិច្ចបែបនេះច្បាស់ជីចោលហើយមកទៅអញ្ចឹងឆាប់ទៅប្តឹងប៉ូលីសទៅឲ្យគេការពារភូមិរបស់យើងណាតើ មិនអីទេគេទៅហើយបើសិនជាមានបែបនេះទៀតចាំប្តឹងខ្ញុំសុំតែគេងហើយ លោកតំណែងណាតែរកប៉ាម៉ាក់ខ្លះក៏បានជីវិតរបស់មនុស្សយើងគ្មានអ្វីថិតថេរទេជីវិតគ្មានអ្វីពិតប្រាកដអ្វីក៏អាចកាត់ឡើងបាន តែខ្ញុំមិនឃើញឡានប្តីបងនៅផ្ទះគាត់មិននៅផ្ទះទេ ពេទ្យមានអ្នកជំងឺបន្ទាន់ ទៅរកស្រីផ្សេងមិនទេ ជំរាបសួរលោក ម៉ាក់នៅទេ លោកស្រីអត់បានចូលហាងទេ ម៉ាក់នៅណា គាត់នៅមន្ទីរពេទ្យយប់មិញគាត់បើកឡានជួបអបតហេតុ គិតថាខ្ញុំជាដុកទ័រនោះ ប៉ងមកយ៉ាងម៉េចនឹងកូនអ្នកណាប្រាប់ប៉ងថាម៉ាក់នៅទីនេះ ម៉ាក់មិនសប្បាយចិត្តទេគាត់បានឲ្យខ្ញុំមកមើល សប្បាយចិត្តតែម៉ាក់សប្បាយចិត្តណាស់ តែទៅមុខរបស់ម៉ាក់មើលទៅភ័យច្រើនជាមួយនឹងការសប្បាយ ព្រោះម៉ាក់មិននឹកស្មានថាកូនមក
ព្រោះចិត្តម៉ាក់ចាំតែដុកទ័រនោះមែនទេ បងម៉ាក់កំពុងតែឈឺម៉ាក់ត្រូវការកម្លាំងចិត្តមិនមែនសម្ដីចាក់ដោតទេ ពេលប្រាប់ឲ្យថាម៉ាក់គ្មានឈឺធ្ងន់ទេតាមពិតទៅម៉ាក់ទៅនៅផ្ទះតែម្ដងក៏បានតែម៉ាំងកុំនៅពេទ្យខ្លួនឯងអី នេះបងកំពុងតែប្រាប់ម៉ាក់ថាម៉ាក់គឺធ្វើបាបខ្លួនឯងហើយទាមទារការចាប់អារម្មណ៍ហ៎ ខ្ញុំមិនចង់គិតអញ្ចឹងទេម៉ាក់តែម៉ាក់ធ្វើមែនម៉ាក់អត់គិតតទៅសោះដែលយកជីវិតខ្លួនឯងមកដូរជាមួយនឹងបរិបទដែលអាត្មានិយមនេះ ហេតុអីបានបងដឹងថាគេអាត្មានិយមបងធ្លាប់ឃើញអ្វីដែលគេធ្វើឲ្យម៉ាក់ទេ បើសិនជាម៉ាក់ធ្វើគ្រប់យ៉ាងដើម្បីបានប្តីរបស់គេបរិបទក៏ធ្វើបានដូចគ្នាដែរដើម្បីបានម៉ាក់មក បង ចុះម៉ាក់ធ្លាប់ប្រាប់រឿងខ្ញុំឲ្យគេដឹងថាម៉ាក់មានកូនហើយ ម៉ាក់ប្រាប់ថាមានកូនហើយតែអត់បានប្រាប់ថាធំប៉ុណ្ណាទេមែនទេហើយខ្ញុំម៉ាក់ធ្លាប់យកខ្ញុំឲ្យគេមើល ម៉ាក់ប្រាប់គាត់ហើយ ម៉ាក់ប្រាប់ថាមានកូនហើយតែអត់បានប្រាប់ថាធំប៉ុណ្ណាទេហើយខ្ញុំធ្លាប់យករូបខ្ញុំឲ្យគេមើលទេ ឲ្យហើយ បើសិនជាធ្លាប់ចុះពេលដែលគាត់លៀងរបួសដៃឲ្យខ្ញុំនោះគាត់ចាំខ្ញុំមិនបានទេមែនទេ តែម៉ាក់ប្រាប់គាត់មែនថាម៉ាក់មានកូន តែម៉ាក់អត់បានប្រាប់ថាម៉ាក់បោះបង់កូនចោលតាំងពីនៅក្មេងទេហើយម៉ាក់នៅមិនទាន់បានប្រាប់ពិតមែនថាកូនប្រុសរបស់ម៉ាក់ធំពេញវិញបើសិនជាខ្ញុំស្មានមិនខុសទេម៉ាក់បានត្រឹមតែប្រាប់គាត់ថាម៉ាក់មានកូនតែកូនមិនខ្វល់នឹងម៉ាក់អញ្ចឹងបានម៉ាក់មើលទៅគួរអន់ណាស់ចង់ឲ្យពេទ្យមកថែទាំខ្ញុំនិយាយស្អីខុសមែនទេម៉ាក់ ពេទ្យគួរតែដឹងគ្រប់រឿងរបស់ម៉ាក់ដើម្បីឲ្យគាត់ជ្រើសរើសត្រូវរវាងម៉ាក់ហើយនឹងប្រពន្ធគាត់ បងប្រាប់អីពេនមិនបានទេ ពួកគេខ្លាចអី គឺខ្លាចឯងហ្នឹងណាពួកគេកំពុងតែរិះគន់ឯង រឿងពេទ្យនឹងកេតហ្នឹងឯង ត្រូវហើយម្ដុំនេះមន្ទីរពេទ្យជាង10កន្លែងនាងកេតបន្ទៅចង់មកតែមន្ទីរពេទ្យនេះឯងនេះក៏ដូចគ្នាដែរក៏ឈួតដូចគ្នាមិនដោយឲ្យពេទ្យមើលថែវារីសាខ្ញុំមិនថាឯងទេណាតែអ្នកដែលខ្ញុំចង់ជេរបំផុតនោះគឺនាងកេតមុខក្រាស់អាយុប្រហែលហើយធ្វើខ្លួនមិនចេះខ្មាស់កូនអីសោះរីឯអ្នកដែលខ្ញុំចង់ថាឲ្យគឺដុកទ័រមិនមែនមកកំដរនាងកេត1ម៉ោង2ម៉ោងទេណាហើយមកកំដរពេញមួយយប់ពេទ្យគាត់ធ្វើបែបនេះគាត់មានគិតទេថាមិនមែនមានតែពេទ្យម្នាក់ទេវើយដែលត្រូវគេរិះគន់នោះរៀលដាល់ដល់ឯងទៀតរីសាខ្ញុំមិនបានថាឯងទេណា ខេមអញគិតថាកេតប្រាប់រឿងកូនប្រុសគេឲ្យពេទ្យដឹងទេ ពេទ្យ បងព្រួលប្រាលេងស្មោះស្នេហ៍បានប្រានហើយ គ្មាន
បើយើងគ្មានចិត្តទេនោះម៉ាក់ហើយនឹងពេទ្យយើងគ្រាន់តែជួបគ្នាក្រោយគេពេទ្យគាត់ស្រឡាញ់ម៉ាក់ណាស់គាត់ឈប់ស្រឡាញ់ប្រពន្ធរបស់គាត់ហើយដោយសារតែគាត់នៅបងព្រួលប្រាលេសមកស្នេហ៍បានប្រានហើយ ប៉ែតកុំអាចចូលមកបានទេប៉ែតចេញទៅសិនទៅ តើមានការស្អី គឺខ្ញុំចង់សុំពេលរៀបខ្លួន10នាទីបានទេ អូខេតាមពិតខ្ញុំចូលមកមើលអាការៈអូនបានធូរណាស់អញ្ចឹងចាំបងមកម្ដងទៀតក៏បានដែរ ចា៎ ម៉ាក់ប្រហែលជាមិនចង់ឲ្យពេទ្យជួបខ្ញុំមែនព្រោះខ្លាចពេទ្យអំពីការពិន មែនហើយម៉ាក់ខ្លាចគាត់ដឹងថាម៉ាក់បង្ករឿងធ្វើបាបខ្លួនឯងដើម្បីតាក់ទាញម៉ាក់ចង់បានប្តីរបស់គេគឺម៉ាក់ត្រូវតែបានដណ្ដើមអ្នកណាទេបើយើងគ្មានចិត្តទេនោះម៉ាក់ហើយនឹងពេទ្យយើងគ្រាន់តែជួបគ្នាក្រោយគេពេទ្យគាត់ស្រឡាញ់ម៉ាក់ណាស់គាត់ឈប់ស្រឡាញ់ប្រពន្ធរបស់គាត់ហើយដោយសារតែគាត់នៅដោយសារតែគាត់អាណិតប្រពន្ធគាត់នឹងរងចាំពេលវេលាប្រពន្ធគាត់ព្រមលែងលះបងឃើញគាត់ស្លាប់ហើយបើគាត់មិនស្រឡាញ់មិនបារម្ភពីម៉ាក់គាត់មិនមករកម៉ាក់ទេបង អញ្ចឹងម៉ាក់មកទោសខ្ញុំពេលក្រោយមិនបានទេ ជួយប៉ារបស់ខ្ញុំផង សំផ្លៅផងសំផ្លៅផងជាផ្លែជាផ្លែ អាបងមកសំណប់ចិត្តឯងតា ជួយប៉ាខ្ញុំផងជួយប៉ាខ្ញុំផ សំ ង តា ណា ណាចាំនៅខាងក្រៅសិនទៅរំខានចាំនៅខាងក្រៅ អ្នកគ្រូពេទ្យជួយប៉ារបស់ខ្ញុំផងខ្ញុំសំពះជួយប៉ាខ្ញុំផង កុំបារម្ភអីខាងមន្ទីរពេទ្យនឹងមើលថែគាត់យ៉ាងល្អកុំបារម្ភ ចាខ្ញុំផ្ញើផងណា ចាចាំត្រង់នេះសិនហើយអង្គុយចាំសិនទៅកុំបារម្ភណាលោកមកធ្វើអី ខ្ញុំមកលៀងរបួស រីសាមកជួយខាងនេះមកផ្លែតអូគឺប្អូនទេហ៎ បងត្រូវទៅមើលអ្នកជំងឺតា តើតើ តា គ្មានអ្នកណាដណ្ដើមអ្នកណាបានទេបើយើងគ្មានចិនប៉ែតគាត់ស្រឡាញ់ម៉ាក់គាត់ឈប់ស្រឡាញ់ប្រពន្ធរបស់គាត់ហើយ ឯកសារពីបន្ទប់សង្គ្រោះបន្ទាន់ ប្រាប់ត្រង់មកថាឯងមានអ្វីបាត់បង់ខ្ញុំឬអត់ សួរអីបែបនេះ ខ
ខ្ញុំចាំក្មេងនោះបានណារីសា ក្មេងនោះគេមកលេងរបួសឯងប្រកាសជាចាំបានមានអីប្លែក បើត្រឹមតអ្នកជំងឺហើយចប់ខ្ញុំមិនថាអីទេប៉ុន្តែក្មេងនេះធ្លាប់ជូនឯងទៅផ្ទះខ្ញុំឯងបានទាំងប្រាប់ថាក្មេងនោះដឹងរឿងរវាងឯងនិងពេទ្យមានន័យថាឯងនិងក្មេងនោះស្និទ្ធស្នាលគ្នា ផ្លេចហើយថារឿងខ្ញុំនឹងពេទ្យមិនត្រឹមតែអ្នកចិត្តដិតដឹងប៉ុណ្ណោះទេឥឡូវគេដឹងទាំងមន្ទីរពេទ្យហើយក្មេងនោះអាចលើកគេនិយាយហើយមកជួយខ្ញុំក៏ថាបានខ្ញុំទៅធ្វើការហើយ ខ្ញុំគ្រាន់តែបារម្ភសង្ឃឹមថាការដែលឯងគ្មានអារម្មណ៍ខូចចិត្តពេលដែលពេទ្យតែមើលថែនឹងកេតមិនតាក់ទងនឹងក្មេងនោះតែបើតាក់ទងខ្ញុំសូមរំលឹកថាក្មេងម្នាក់នោះអាចនឹងមិនមែនមកជួយឯងតែអាចធ្វើឲ្យជីវិតឯងឈឺខ្លាំងលើសដើម បងព្រួលប្រាលេងស្មោះស្នេហ៍បានប្រានហើយ ពេទ្យនៅមើលថែពេទ្យចឹងពេលព្រោះបើពេទ្យទៅជាមួយខ្ញុំគេនៅតែឯងគេក៏គង់តែខលតាមពេទ្យដដែល ទោះជាគេខលមកក៏បងមិនទៅដែរបងនៅជាមួយប្រពន្ធបង ចុះបើគេនិយាយថាគេជាប្រពន្ធម្នាក់របស់ពេទ្យតែពេទ្យនិយាយអីជាមួយគេ បងព្រួលប្រាលេងស្មោះស្នេហ៍បានប្រានហើយ លៀងរបួសឲ្យមែនទេនៅធ្វើអីទៀត គឺក្រៃលោមានអ្នកនឹង កុំមកនិយាយជាមួយខ្ញុំបែបនេះកុំគិតថាស្និទ្ធស្នាលលោកចាស់និយាយអីក៏បានកុំភ្លេចខ្ញុំអាយុច្រើនជាងចេះគោរពខ្ញុំខ្លះផង បើថ្ងៃណាមួយខ្ញុំមិនមែនជាបរិសុទ្ធកំណត់ភ្ញៀវខ្ញុំជាបរិសុទ្ធដែលមានការងារថិតថេរគឺមានជីវិតល្អបងឈប់សម្លឹងមើលខ្ញុំជាកូនក្មេងមើលមកខ្ញុំជាបរិសុទ្ធម្នាក់បានទេ តែវិញចុះខ្ញុំគ្មានពេលមកលេងជាមួយលោកទេអ្នកប្រុសតុនកាហ្វេអារម្មណ៍ល្អ ហើយសំបឯងជួយទៅធ្វើមុខមានក្តីសុខនៅកន្លែងផ្សេងបានទេគឺឯងមានដឹងទេថាសង្សារចាស់ឯងតានទឹកដល់កម្រិតណាគេមិនត្រឹមតែលាខ្ញុំទៅសួរសុខទុក្ខម៉ាក់គេទេគេថែមទាំងលាឈប់ធ្វើជាក្មេងកំដរភ្ញៀវទៀតមិនទទួលភ្ញៀវមិនប្រាប់ទេគ្មាននរណាប្រាប់ខ្ញុំទេសោះនៅសុកសុកក៏ឈប់ហើយចុះភ្ញៀវដែលណាត់គេហើយតើគិតយ៉ាងម៉េចទៅឲ្យខ្ញុំនឹងឃ្លាយ៉ាងម៉េចគឺគេត្រូវតែណាត់ជួប រឿងហ្នឹងណាខ្ញុំគិតថាមនុស្សចេះគិតដូចជាឯងនេះមានច្រកឃ្លាបានស្រាប់ហើយដឹងទេ ឯងពីរអ្នកនិយាយទៅណាវាប្រៀបដូចជាក្បាលហើយនឹងជើងអញ្ចឹងម្នាក់គិតតែពីសាងរឿងឲ្យខ្ញុំនឹងតាមឃ្លាហើយម្នាក់ទៀតនោះគ្មានចិត្តគិតតែពីជេរថែមខ្ញុំមិនគួររាប់អានជាមើលសោះហើយនេះ ណែខ្ញុំទេដែលគួរជេរឯងមិត្តភក្តិស្អីគេបានចោទទាញមិត្តទៅធ្វើការបែប អត់ណា នេះ ឯងបន្ទោសខ្ញុំមិនបានទេណាឯងក៏ដឹងថាខ្ញុំនេះគឺមិនបានអស់ទាញគេចូលនៅក្នុងពិភពហ្នឹងសុកហ្នឹងប៉ងគេទៅសុំធ្វើខ្លួនឯងហើយសួរហេតុផលក៏មិនប្រាប់តាមចិត្តគេទៅវាចប់រឿងទៅ តាមចិត្តមិត្តឬចង់បានកម្រៃបន្ថែមឲ្យប្រកាសទៅ ហើយខ្ញុំមិនបានទៀមទាស្អីទេអាប៉ងវាឲ្យខ្ញុំធ្វើតែហុចមូលប្រកាច់ខ្ញុំដែរ ចុះបងមានប្រាប់ទេបើខ្ញុំធ្វើការកំដោះភ្ញៀវបងគិតចង់ធ្វើអី ចៅមិនមែនបោកអាម៉ាទេអេសុនឯងមានលឺប៉ងគេនិយាយជាមួយអាម៉ាមិញទេ ចាស់បានលឺអ្នកប្រុសប៉ងនឹងត្រឡប់មកធ្វើការឲ្យក្រុមហ៊ុនអាម៉ា ឯងទៅខលរកមេធាវីទៅប្រាប់ថាយើងនឹងបដូរបណ្ដាំមរតក ចាស់បាន ជប់អាម៉ាជប់ទៅជាចិនណាហើយការដឹកខ្ញុំប្រាប់ថាឲ្យមកធ្វើការនេះខ្ញុំសុំធ្វើក្នុងនាមជាកូនឈ្នួលមិនមែនតកែអីទេ គឺតែធ្វើកូនឈ្នួលនៅការ៉ាស
ការងារផ្សេងបងត្រូវមើលការងារចំនួនអាម៉ាស្រាប់ហើយព្រោះអីបងចិច្ចចាយតែម្នាក់គត់របស់អាម៉ាមិនថាថ្លៃឈ្នួលផ្សារថ្លៃឈ្នួលផ្ទះថ្លៃឈ្នួលអគារពីព្រោះវាជាទ្រព្យសម្បត្តិរបស់អាម៉ាណា អាម៉ាចិត្តឲ្យតិចទៅខ្ញុំប្រាប់ឲ្យថាខ្ញុំត្រឡប់មកធ្វើការវិញហើយក្នុងនាមជាកូនឈ្នួលមិនមែនការងារផ្សេង គឺថ្លៃឈ្នួលទទួលខុសត្រូវលុយកាក់នោះអីទៅណាណាទុកថាអាម៉ាងវទៅចអាម៉ានឹងបានស្លាប់ទៅបិទភ្នែកចិត្តចៅក៏ដឹងដែរថាអាម៉ាសង្ឃឹមពឹងពាក់លើប៉ាឯងមិនបានទេណាណាមែនទេ ញ៉ាំផ្អើលណាស់មែនទេហើយដំបូងនឹងគឺបានលើថាគេនឹងត្រឡប់ទៅជួយការងារអាម៉ានៅឯការ៉ាស់ខ្ញុំផ្លៃក្នុងចិត្តបើតាមដឹងមកណារឿងដែលវាមិនត្រឡប់ទៅធ្វើការនៅឯការ៉ាស់ព្រោះតែវាឆ្លោះជាមួយនឹងប៉ារបស់វារឿងធំ ប្រកាសហើយកាលនោះគេចាប់បានរឿងប៉ារបស់គេគិតថ្លៃឈ្នួលជួសជុលរថយន្តថ្លៃហួសហេតុព្រោះប៉ាគេត្រូវការប្រាក់តែបង្វិល មែនហើយភ្លេចថាប៉ារបស់វាញៀននឹងលបែងអាណិតអាម៉ាដែលមានកូនបែបនេះណោះ ឬមួយអាណិតអាម៉ាទៅត្រឡប់ទៅជួយការងារនៅផ្ទះ អាណិតអាម៉ានឹងក៏ជាផ្នែកមួយដែរតែខ្ញុំថានៅមានហេតុផលផ្សេង ហេតុផលអី លោកប៉ាខ្ញុំមិននៅផ្ទះទេ តែអាម៉ាដេញចេញពីផ្ទះតាំងពីម្សិលមិញម្ល៉េះលោកប៉ាំង ផ្ដេសផ្ដាស់អ្នកណាប្រាប់ឲ្យឯងនិយាយហ៎បន្ទប់កេងចៅប្រុសរបស់យើងប្រាប់ឲ្យឯងទៅសម្អាតតើធ្វើហើយនៅ ធ្វើរហូតណាស់អាម៉ាស្អាតខ្លាំងណាស់ចា បើធ្វើហើយទៅធ្វើទៀតទៅ អូយ ទៅ អាម៉ា ប៉ាគាត់ធ្វើបាបអាម៉ាទៀតហើយ ហើយវាខ្លាចតែជាសន្តានហើយកូនអាម៉ាគិតថាកាលពីជាតិមុនអាម៉ាប្រហែលជាសាងបាបកម្មជាមួយវាច្រើនហើយបានជាជាតិនេះវាសងកម្មឲ្យវាមិនចេះចប់មិនចេះហើយតែមិនថ្មីទេអាម៉ានៅមានប៉ុនខ្លះដែរដែលបានប៉ងមកធ្វើការឲ្យអាម៉ាប៉ងអាម៉ាសួនតិចគិតយ៉ាងម៉េចបានជាមកជួយអាម៉ាធ្វើការ ខ្ញុំប្រហែលជាប្រើជីវិតអត់ប្រយោជន៍ច្រើនពេកហើយខ្ញុំចង់ធ្វើការពិតប្រាកដតែម្ដងដើម្បីកុំឲ្យគេមើលមកខ្ញុំថាជាក្មេង ញ៉ាំបាយទៅចាញ់ កែតគេយ៉ាងម៉េចហើយ គេបានធូរហើយលើពេទ្យដែលមើលថែទាំគាត់ប្រាប់ថាមួយថ្ងៃពីរទៀតអាចចេញពីមន្ទីរពេទ្យបានហើយ ចាអញ្ចឹងឯង ថ្ងៃស្អែកអូនមិនជាប់វេនទេមែនទេ ចាបានហើយពេទ្យខ្ញុំសុំទៅមុតទឹកហើយ ស្អែកបងក៏ឈប់ដែរយើងណាត់ជួបគ្នាណាឮថាអូនចូលចិត្តមើលកុនណារឿងអីបងចាំអត់បាន រឿងហ្នឹងបញ្ចាំងតាំងពីខែមុន អញ្ចឹងបងប្រហែលជាចាំខុសហើយអញ្ចឹងយប់នេះយើងមកមើលតើមានរឿងអីចូលខ្លះស្អែកចាំនាំគ្នាទៅមើល មួយរយៈនេះមានតែរឿងខ្មោចពេទ្យមិនចូលចិត្តមើលរឿងខ្មោចយើងមិនបាច់ទៅទេ ក្រែអូនចូលចិត្តមើលរឿងខ្មោចណាស់មែនទេបងទៅអង្គុយចាំអូនកំដរអូន ខ្ញុំមិនចូលចិត្តរឿងខ្មោចទេតែមានមិត្តខ្ញុំម្នាក់ចូលចិត្តរឿងខ្មោចគេចូលចិត្តការភ្ញាក់ផ្អើលមិត្តម្នាក់នោះឈ្មោះកេត រីសាឈប់សិនរីសាឲ្យបងសុំទោសណាអញ្ចឹងយើងមិនបាច់ទៅមើលកុនទេយើងត្រូវញ៉ាំអីវិញពេលញ៉ាំរួចហើយ
អូនចង់ទៅកន្លែងណាបងនាំអូនទៅគ្រប់ទីកន្លែងបានទេ មិនបាច់ទេប៉ែតនៅមើលថែកេតចាស់ពេលព្រោះបើប៉ែតទៅជាមួយខ្ញុំគេនៅតែឯងគេក៏គង់តែខលតាមប៉ែតដដែល ទោះជាគេខលមកក៏បងមិនទៅដែរបងនៅជាមួយប្រពន្ធបង ចាប់បើកេតនិយាយថាកេតជាប្រពន្ធម្នាក់របស់ប៉ែតតែប៉ែតនិយាយអីជាមួយគេ អូនមិនព្រមទៅជាមួយបងមិនមែនដោយសារតែកេតនោះទេតែទៅជាមួយបងវាមិនសប្បាយដូចទៅជាមួយក្មេងនោះ ប៉ែតចង់មានន័យថាម៉េច បងសំទោសសម្រាប់អ្វីបងចូលចិត្តចំអឲ្យអូនថាជាកូនក្មេងបងចង់នៅជាមួយអូនស្អែកយើងទៅជាមួយគ្នាទៅណា អញ្ចឹងក៏បាន ចាំហើយ នៅកន្លែងទេខ្ញុំចូលទៅរក ខ្ញុំមិននៅកន្លែងទេកុំចូលទៅមានការអីនិយាយមក ចូលនេះអាណាប្រាប់មកខ្ញុំទៅរកខ្ញុំមានរឿងចង់និយាយ ខ្ចីលុយទៀតតាមមែនទេលើកនេះអស់ប្រហែលលាន 5 លានសុំខ្ចីសងអាម៉ាវិញសិនខ្ចីយូររហូតលែងហ៊ានចូលផ្ទះហើយនេះ នាំមកជូនលោកអ្នក